នេះមិនមែនជារបស់ថៃទេនេះគឺជារបស់ខ្មែរសាសៀវនៅក្នុងកញ្ចប់ brand Lucky ដល់គ្នាហើយថៃនេះដែរខ្ញុំនឹងមកសាកសាសៀវរសជាតិទឹកឃ្មុំតោះ let's try ដល់គ្នាគ្រឿងចាចាអាចដាក់ចូលក្នុងមីកំប៉ុងមកដល់គ្នាអូ it's not tenderized ចឹងវាយ៉ាងបាក់ញ៉ាំតិចចំពោះអ្នកថ្មីមិនសូវល្អរសជាតិវាអត់សូវដូចទឹកឃ្មុំហ្មងទេ it's kind of more like bland meat ហើយតម្លៃមួយតែ500ហ្នឹងអាចទិញនៅខាងចាប់រួយបានណាអូខេឥឡូវសម្រាប់ feedback ខ្ញុំគិតថានេះគឺជាគ្រឿងខ្លាំងអាចញ៉ាំមួយគ្រឿងខ្លាំងក៏បានសម្រាប់រសជាតិខ្ញុំគិតថាអាសាច់ហ្នឹង need to be more tenderized វាខ្វះគ្រឿងភាពផុយបន្តិចហើយសម្រាប់រសជាតិគឺអត់សូវដូចការនិយាយក្នុងនេះទេប៉ុន្តែចំណុចល្អខ្ញុំគិតថាវិញអាចដាក់ចូលក្នុងមីកំប៉ុងបានញ៉ាំចឹងបានគឺ very good price for អាហារសម្រន់គ្រឿងខ្លែមអញ្ចឹងអ្នកគ្នាអានោះគឺល្អហ្មងតែសម្រាប់ការញ៉ាំលេង not bad អត់អីទេយកចង្កេះបានហើយយ៉ាសម្រាប់ខ្ញុំឲ្យ8/10ណាអ្នកគ្នាកុំភ្លេច like ហើយ share ផង see you in the next video